បុកមកកាក់ត្រីឆ្អើរកូនកាត់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញមុខម្ហូបមួយមុខជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាដំបូងយើងត្រូវទៅផ្សារទិញត្រីឆ្អើរជាមុនសិនសម្រាប់ត្រីឆ្អើរគឺខ្ញុំរើសយកត្រីអណ្ដែងដោយសារត្រីអណ្ដែងវាមានសាច់ច្រើនបន្ទាប់មកគឺខ្ញុំមកទិញបន្លែរួចរាល់ខ្ញុំទៅរកសាច់ជ្រូកស្រែសាច់ជ្រូកស្រែហ្នឹងថ្ងៃហ្នឹងគឺខ្ញុំជ្រើសរើសយកសាច់ជ្រូក3ជាន់បន្ទាប់មកយកមកដល់ផ្ទះនេះគឺជាគ្រឿងផ្សំគោលរបស់យើងមានដូចជាត្រពាំងព្រិចស្វាយម្កាក់ខ្ទឹមក្រហមជាមួយនឹងជីគ្រប់មុខសម្រាប់បន្លែបងប្អូនចង់ដាក់ថែមក៏បានដែរចង់ដាក់សណ្តែកគួរដាក់អីថែមក៏បានដែរហើយបន្ទាប់មកគឺយើងយកត្រីឆ្អើរបុកជាមួយកន្ទុយហេះហើយសម្រាប់គ្រឿងផ្សំយើងដាក់គ្រឿងទៅតាមចំណង់ចំណូលចិត្តទៅសម្រាប់រសជាតិវាគឺយើងយកប្រៃផ្អែមជូរដិតបើបងប្អូនចូលចិត្តហឹរបងប្អូនដាក់ឲ្យហឹរក៏បានដែរហើយបន្ទាប់មកគឺយើងយកជីជាមួយនឹងខ្ទឹមក្រហមយកមកច្របល់ឲ្យវាចូលគ្រឿងឲ្យសព្វខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់គ្រឿងទេសគឺខ្ញុំដាក់ស្ករស5ស្លាបព្រាកាហ្វេប៊ីចេងខ្ញុំដាក់2ស្លាបព្រាកាហ្វេហើយជាមួយម្សៅស៊ុបខ្ញុំដាក់3ស្លាបព្រាកាហ្វេហើយក៏ខ្ញុំបានលួចចាប់អំបិលបន្តិចដែរដោយសារតាខ្ញុំដាក់ជាមួយនឹងកន្ទុយហេះហ្នឹងវាមានជាតិដិតស្រាប់ចឹងណាសម្រាប់ពុកម៉ែបងប្អូនដែលមានកន្ទុយហេះដូចខ្ញុំបងប្អូនអាចដាក់គ្រឿងឲ្យវារាងដិតជាងនឹងក៏បានដែរតែដោយសារតែខ្ញុំដាក់កន្ទុយហេះរាងដិតអញ្ចឹងទៅក៏ខ្ញុំដាក់គ្រឿងទេសទៅតាមបរិមាណទៅតាមហ្នឹងទៅហើយនៅពេលដែលខ្ញុំភ្លក់ទៅរសជាតិវាគឺបានសមល្មមដែលយើងចង់បានបន្ទាប់មកក៏យើងដាក់ត្រពាំងព្រិចតាមក្រោយយើងច្របល់គ្រឿងវាឲ្យសព្វទៅបន្ទាប់មកគឺយើងដួសយកមកដាក់ចានគឺល្មមទទួលទានបានហើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា